វីដេអូភាគទី2និយាយអំពីបច្ចេកទេសនៃការបញ្ចូលទឹកការដាក់ទឹកនៅក្នុងម៉ាស៊ីនផ្ញើសិតអូតូស្វ័យប្រវត្តិគ្រប់ទំហំខ្នាតបាទសួស្តីពុកម៉ែបងប្អូនដែលបានជាវនៅម៉ាស៊ីនផ្ញើសិតអូតូស្វ័យប្រវត្តិពីហាងយើងខ្ញុំទៅអញ្ចឹងវីដេអូនេះនិយាយអំពីការបញ្ចូលទឹកដែលយើងតបភាពពីវីដេអូមុនមកដូច្នេះការបញ្ចូលទឹកការដាក់ទឹកគឺដូចគ្នាទាំងអស់មិនថាគ្រប់ម៉ាស៊ីនគ្រប់ទំហំខ្នាតមួយណាគឺយើងធ្វើដូចគ្នាទាំងអស់បែបហ្នឹងអញ្ចឹងអញ្ចឹងនៅក្នុងថង់គឺយើងមានឆ្នុកសចំនួន3បាទក្នុងថង់ឆ្នុកសបែបនេះអញ្ចឹងបងប្អូនសុំដកជាមួយនឹងដបភេសជ្ជៈយើងប្រើដបទឹកក្រូចឬក៏ដបដូចក្នុងវីដេអូខាងលើនេះក៏បានដែរដបភេសជ្ជៈគ្រប់ប្រភេទដែលមាននៅក្នុងស្រុកខ្មែរយើងអញ្ចឹងបងប្អូនដបតូចដបធំក៏បានដែរបាទអញ្ចឹងដាក់ទឹកចូលក្នុងដបនេះឲ្យពេញមកចាប់ផ្ដើមមូរគម្របសនេះបាទអញ្ចឹងនៅខាងក្នុងថង់គឺយើងមានភ្ជាប់គម្របសនេះបាទបើមិន3ឬក៏2ដែរទៅតាមទំហំខ្នាតម៉ាស៊ីនតូចធំណាអញ្ចឹងដាក់គម្របសនេះចូលមកយើងមូរឲ្យបែបហ្នឹងបានវាទៅញ៉ាំស្នេហ៍របស់វាអញ្ចឹងយើងមូរគម្របសនេះឲ្យបានជិតណែនល្អហើយមូរគម្របសហើយយើងកាប់វាចុះមកទឹកអត់មានហៀហូរទេដោយសារវាមានមាត់ក្លាតរបស់វានៅខាងនេះអញ្ចឹងចំណុចដំបូងនៅពេលដែលយើងបើកម៉ាស៊ីនថ្មីយើងដាក់ទឹកគឺបងប្អូនពិនិត្យមើលជើងដបទឹកអូតូឲ្យវាមាន1 2 3ម៉ាស៊ីនខ្លះខ្នាតទូចគឺមានត្រឹមតែ2ទេខាងមុខនិងខាងក្រោយហើយម៉ាស៊ីនខ្នាតធំគឺមាន1 2 3បែបហ្នឹងអញ្ចឹងការដាក់ទឹកចំណុចទី1បងប្អូនត្រូវយកដបដែលយើងបានបញ្ចូលទឹកមួយដបទៅហើយកាត់ចូលទៅក្នុងជើងដបទឹកអូតូនៅចំកណ្ដាលហើយចំពោះការដាក់នេះបងប្អូនមើលឃើញកលៈរបស់វានេះឲ្យទៅនឹងទយោរបស់យើងដាក់បែបហ្នឹងអញ្ចឹងមកចំពោះកន្លែងនេះគឺវាអត់មានញ៉ាំស្ងាយគឺមូរឲ្យវាណែននៅក្នុងទេឃើញនេះអត់មានមូរឲ្យវាណែនទេណាគ្រាន់តែលើកដាក់បែបហ្នឹងអញ្ចឹងប៉ុន្តែដាក់ឲ្យទៅកលៈរបស់វាបែបនេះអញ្ចឹងកាលណាទឹកវានៅក្នុងដបវាមានទឹកក្នុងដបគឺដបនេះធ្ងន់ណាធ្វើឲ្យដបនឹងច្រើននឹងថ្កល់ដល់ពេលដែលទឹកអស់ពីដបនឹងផ្អៀងជាបាទផ្អៀងអញ្ចឹងដល់ពេលដែលយើងប្រើជាប្រចាំថ្ងៃបងប្អូនក៏ឃើញដបផ្អៀងគឺមានថាក្នុងម៉ាស៊ីនយើងអស់ទឹកដូចគ្នាហើយអញ្ចឹងគេអាចថែមបានអញ្ចឹងការដាក់ទឹកនៅពេលដែលយើងដាក់មួយដបបែបនេះចេះប្រហែលជាតាមមួយផ្លែទេបាទអស់ប្រហែលជាចិត្តមួយដបនឹងឯងបាទចង្កាត់នៅសល់បន្តិចបាទចង្កាត់អស់លីងផ្អៀងដបនឹងហ្មងអញ្ចឹងដល់ពេលយើងដាក់ដំបូងគឺទឹកមួយដបនេះវានឹងអស់លីងហើយបាទអញ្ចឹងដល់ពេលដែលអស់បងប្អូនដកដបនឹងមកដាក់ទឹកបន្ថែមមួយដបទៀតមកប្រកាប់ប្រឈរចូលទៅជើងចំកណ្ដាលបែបអញ្ចឹងដល់ពេលដែលយើងដាក់ថែមមួយដបទៀតដបនឹងចាប់ដើមទឹកនឹងវានឹងហូរពីដបនឹងទៅបាទទៅនៅសល់ពាក់កណ្ដាលដបបាទអញ្ចឹងនៅពេលដែលសល់ពាក់កណ្ដាលបងប្អូនមិនបញ្ចូលបន្ថែមទេទុកពីចោលអញ្ចឹងទៅបាទអញ្ចឹងបងប្អូនចំណាំនៅក្នុងពេលដែលយើងបើកម៉ាស៊ីនដំបូងថ្ងៃទី1ថ្ងៃហ្នឹងបាទយើងដាក់ទឹកត្រឹមតែមួយថតមួយដបបានហើយនៅចំកណ្ដាលខាងមុខនិងខាងក្រោយអត់ទាន់ដាក់ទេចំហទុកចោលសិនណាអញ្ចឹងនៅពេលដែលយើងប្រើដបទឹកនៅចំកណ្ដាលនេះត្រឹមតែមួយដប7 8ថ្ងៃដំបូងបាទភាគរយទឹកនៅក្នុងអេក្រង់បញ្ជាបង្ហាញព័ត៌មានរបស់យើងនេះវានឹងឡើងចន្លោះពីលេខ6ឡើង6រហូតទៅដល់7បាទអញ្ចឹងចំពោះម៉ាស៊ីនអត់ទៀងទេបាទវាខុសគ្នាតិចតួចណាអញ្ចឹងវាអាចឡើងពីចន្លោះពីលេខ63 64 65រហូតទៅដល់68 70 71 72 73 74 75អញ្ចឹងធ្វើម៉េចយើងយកលេខចន្លោះពីខ្ទង់6ទៅដល់75ចុះក្រោមចន្លោះប៉ុណ្ណឹងចូលមកដល់ចំណុចទី2នៅពេលដែលបងប្អូនបញ្ចូលពងនៅក្នុងម៉ាស៊ីនបន្ថែមទៀតអញ្ចឹងបើសិនជាបានរយៈពេលត្រឹមតែ7 8ថ្ងៃមួយសប្តាហ៍ហើយណាចឹងបងប្អូនយកពងដាក់ចូលបន្ថែមទៀតមិនថាពងមុនក៏ពងទាក៏ដោយពេលដែលបញ្ចូលពងបន្ថែមទៀតបងប្អូនចង់ថែមទឹកនៅខាងមុខនេះក៏បានដែរបើយើងថែមក៏បានយើងអត់ថែមក៏បានមិនជាបញ្ហាទេអ្វីដែលសំខាន់គឺយើងមានមួយដបសកួរចំកណ្ដាលហើយស្រាប់បាទអញ្ចឹងបើសិនជាបងប្អូនចង់ថែមទៀតបងប្អូនយកដបទឹកមួយដបទៀតមកបាទដាក់ទឹកឲ្យពេញដូចគ្នាប្រកាប់ប្រឈរចឹងទៅអញ្ចឹងយើងធ្វើដូចអាចចំកណ្ដាលដែលយើងបានដាក់មុនដំបូងទៅពេលនោះគឺយើងបានដបទឹកចំនួន2ប្រឈរទៅគ្នាហើយប្រើជាប្រចាំថ្ងៃបងប្អូនមើលទៅ1 2 ហ្នឹងមួយណាអស់មុនថែមមួយនឹងមួយណាអស់មុនថែមមួយនឹងអញ្ចឹងទៅពេលបងប្អូនដាក់ទឹកបន្ថែម2%លេខទឹករបស់យើងនេះវាមិនឡើងខ្ពស់ពេកទេបាទវាឡើងចន្លោះពីក្បាលចិត្តដូចគ្នាប៉ុន្តែវាអាចឡើងលើ3 4 5លេខទេអញ្ចឹងរក្សាតួលេខទឹក%ទឹកនេះបាទចន្លោះពី65ឡើងទៅដល់75នេះចន្លោះប៉ុណ្ណឹងជារៀងរាល់ថ្ងៃអញ្ចឹងចូលដល់ចំណុចទី3គឺយើងដាក់ដបទឹកថែមមួយដបទៀតមកចូលទៅក្នុងជើងទី3ដែលយើងនៅសល់មួយនោះអញ្ចឹងជើងទី3ហ្នឹងគឺនៅពេលដែលពងនៅក្នុងម៉ាស៊ីនចាប់ដើមគ្រប់អាយុទៅញាស់បែកសបកយើងលើកពងដាក់លើសំណាញ់ពណ៌សគឺយើងថែមទឹកចំនួន3ថនទៅគ្នាអញ្ចឹងខ្ញុំឧទាហរណ៍ថានៅក្នុងម៉ាស៊ីនយើងវាដល់ថ្ងៃពងទៅញាស់ហើយអញ្ចឹងយើងដាក់ទឹកថែមទៀតមកបញ្ឈរដូចគ្នាអញ្ចឹងបងហ្នឹងហើយបាទអញ្ចឹងពេលហ្នឹងយើងបាន1 2 3គឺបាន3ដបក្នុងពេលតែមួយហើយបាទអញ្ចឹងអស់មួយណាដាក់ថែមមួយនឹងអស់មួយណាថែមមួយនឹងអញ្ចឹងនៅពេលដែលពងនៅក្នុងម៉ាស៊ីនរបស់យើងគ្រប់អាយុ18ថ្ងៃវាទៅញាស់ពងមក18ថ្ងៃពងទី28ថ្ងៃគឺយើងថែម3ដើម្បីឲ្យភាគរយទឹកនេះវាឡើងចន្លោះពីលេខ7រហូតដល់8ចឹងពេលបងប្អូនដាក់បាន3ដបបញ្ឈរ3បាទលេខហ្នឹងគឺឡើងដល់8ហើយបាទអញ្ចឹងក្បួនរបស់យើងគឺនៅពេលដែលពងចាប់ដើមដល់ថ្ងៃបែកសបកចិត្តចំពុះយើងទៅការជិតទឹករៀងច្រើនបន្តិចដើម្បីឲ្យពងហ្នឹងវាទទួលបានសំណើមពោះបាទពងមានសភាពស្រួយកូនមានកម្លាំងធា
អ្នកដាច់សបកញាស់ចេញបានល្អអញ្ចឹងរាប់ពងដែលបែកសបកចុកចំពោះទាំងអស់គឺញាស់ទាំងអស់តែម្ដងអញ្ចឹងខ្ញុំនិយាយនេះគឺសម្រាប់តែម៉ាស៊ីនអូតូលក្ខណៈគ្រួសារចេញពីហាងយើងខ្ញុំទៅណាបាទព្រោះក្បួនបច្ចេកទេសទាំងអស់ហ្នឹងគឺយើងពិសោធន៍ញាស់ខ្លួនឯងផ្ទាល់បានយើងហ៊ាននិយាយក្នុងវីដេអូនេះណាហើយនៅពេលដែលញាស់ហើយអស់ហើយឧទាហរណ៍ថាបងប្អូនក្នុងម៉ាស៊ីនយើងវាញាស់ហើយបាទអញ្ចឹងយើងដកទឹកមួយចេញទៅបាទមិនចាំបាច់ដាក់ដល់តែ3ទេយើងប្រើជាប្រចាំថ្ងៃបងប្អូនប្រើ2ក៏បាន1ក៏បានដែរបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូបន្តទៀតនិយាយអំពីការកំណត់កម្មវិធីការសរសេរកម្ដៅភាគរយទឹកបាទជួបគ្នានៅវីដេអូបន្តភាគទី3ទៀតបាទអរគុណច្រើនបាទ